តបពីដើរចូលរោងហើយគឺមានជាការអែនអនថតរូបលេងញ៉ាំបាយញ៉ាំអីហើយគឺថតរូបបន្ទាប់មកគឺទៅដូរកៅអៅស្លៀកសម្លៀកពាក់ប្រពៃណីមកថតរូបទៀតមុនគេប្រារព្ធពិធីក្រុងពីលីកាត់សក់ហើយមកថតរូបជាមួយប្តីនាងខ្ញុំជាមួយកូនថតរូបលេងនៅមុខរោងពោះជាងទំនេរឥឡូវមកដល់កូនកំលោះត្រូវបានអ៊ំដឹកដៃមកកម្មវិធីក្រុងពីលីខាងស្រីក៏ត្រូវបានអ៊ំស្រីដឹកដៃមកដែរពីកម្មវិធីរបាំជូនពរហើយក៏ប្រពកម្មវិធីក្រុងពីលីហើយខ្ញុំថតរូបលេងជាមួយបងប្អូនស្រីកាត់សក់ដល់វគ្គកាត់សក់ប៉ាម៉ាក់កូនកំលោះត្រូវជាមីងរបស់នាងខ្ញុំឡើងកាត់សក់លោកយាយមកពីខាងបាត់ដំបងមកកម្មវិធីប៉ាម៉ាក់នាងខ្ញុំបន្ទាប់មកគឺដល់វេនាងខ្ញុំថតហ្នឹងហើយគឺថតរូបលេងបន្ទាប់ពីកាត់សក់រួចគឺដល់វគ្គបងប្អូនថតរូបលេងជុំជាមួយកូនកំលោះមិនងាយបានជួបជុំគ្នាទេស្លៀកពាក់ខោអាវស្អាតបាតចឹងមានតែថតមួយកូនប្រុសពៅនាងខ្ញុំជាមួយប្អូនជីដូនមួយកូនប្រុសពៅគឺថាមិនអោយចាញ់ម៉ែទេគឺស្ទាយគាត់មានប្រមាណគាត់ចេញមកទាំងអស់ហើយនេះតួឯករបស់ខ្ញុំចាហើយនេះគឺតួឯកស្រីបន្ទាប់មកណែបេះដូងបេះអីចឹងទៅណាហើយថតរូបជុំមីងមីដល់កម្មវិធីសូត្រមន្តចប់បងប្អូនទាំង5ថតជាមួយអ្នកម្ដាយទុកជាអនុស្សាវរីយ៍បងប្អូនស្រីទាំង5ណាដល់ពិធីជាខាន់ស្លាពេលយប់ជាខាន់ស្លាហើយបន្ទាប់មកទៅដូរកៅអៅមកញ៉ាំបាយពេលល្ងាចជាកិច្ចបញ្ចប់នៅថ្ងៃទី1